គ្រប់ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាក៏ដូចជាប្រិយមិត្តដែលនិយមចូលចិត្តស្រឡាញ់ទៅនឹងប្រភេទទូកស្លាបមន់ឬក៏ទូកបើក្បាលវីដេអូមកគឺថាឃើញ3នាក់បងប្អូនគេតែម្ដងសម្រាប់ទូកស្លាបមន់នេះផងដែរគឺជាទូកស្លាបមន់របស់បងប្អូនយើងអ្នកខាងប្រេងចាញនោះទេគឺគាត់ទៅតែផ្ញើខ្ញុំណាហើយសម្រាប់3គ្រឿងនេះផងដែរគឺដូចបងប្អូនគ្នាតែម្ដងបើថារៀងរើវិញគឺថាស្តៀងគ្នាគ្រាន់តែប្រវែងខុសគ្នាតិចតួចនោះទេនេះមិនតាន់មានគំនូណាពុកម៉ែបងប្អូនទាំងគ្នាគឺថាឃើញមួយគ្រឿងគឺផ្លឹងតែម្ដងហើយបើសិនជាមានគំនូទេគឺថាញាក់សាច់តែម្ដងហើយ3គ្រឿងនេះសម្រាប់ຂະຫນាតនៃទូកស្លាបមន់នេះវិញគឺដូចជា3ម៉ែត្រជាងណាពុកម៉ែបងប្អូនទាំងគ្នាហើយបើនិយាយពីបាតឬក៏សាច់មៀតឬក៏រំប៉ែនៃទូកវិញគឺថាស្អាតខ្លាំងមែនតើគឺមើលមកគឺពេញភ្នែកតែម្ដងបើសម្រាប់ខ្ញុំមកផ្ទាល់មួយប្លង់នេះគឺថាញាក់សាច់ហើយ3គ្រឿងនេះគឺថាដាក់មកគឺសមគ្នាតែម្ដងអញ្ចឹងអរគុណច្រើនមែនតើសម្រាប់ពុកម៉ែបងប្អូនទាំងគ្នាក្នុងការតាមដានក៏ដូចជាទស្សនានៅវីដេអូរបស់ខ្ញុំមកផ្ទាល់ណាជាពិសេសសម្រាប់ពុកម៉ែបងប្អូនណាដែលមិនទាន់បានចុច Subscribe Channel ខ្ញុំមកផ្ទាល់អាចជួយចុចម្នាក់មួយទៅដើម្បីទទួលបាននៅវីដេអូតាក់ទងអំពីទូកងឬក៏ទូកស្លាបមន់ឯបន្ថែមណាឬក៏ដំណើរនៃការប្រវត្តិទូកងនៅតាមភូមិឃុំរបស់ពុកម៉ែបងប្អូនអីចឹងទៅហើយកុំភ្លេចជួយ like វីដេអូរបស់ខ្ញុំមកម្នាក់មួយផងហើយបើសិនជាមានកំហុសខុសឆ្គងអីអាចជួយ comment ប្រាប់អ្នកមួយផងខ្ញុំនឹងកែសម្រួលនៅពេលក្រោយអញ្ចឹងណាអរគុណច្រើនពុកម៉ែបងប្អូនអរគ្នា